ដីព្រៃឈើទំហំប្រមាណ491ហិកតាស្ថិតនៅក្នុងតំបន់ច្រកតោលក្នុងឃុំមានរិទ្ធស្រុកសណ្ដានខេត្តកំពង់ធំត្រូវបានរដ្ឋបាលខេត្តដកហូតទុកជាសម្បត្តិរដ្ឋកាលពីឆ្នាំ2023ថ្មីនេះគេឃើញនៅតែបន្តកាប់រៀននិងហុំព័ទ្ធរំលោភយកដោយខុសច្បាប់កម្រើកឡើងវិញខេត្តកំពង់ធំប្រពន្ធពីរអ្នកសង្កេតការក្នុងមូលដ្ឋាននិងឯកសារពាក់ព័ន្ធបានអះអាងថាបុគ្គលឈ្មោះម៉ៅធាដែលត្រូវបានគេស្គាល់ថាជាប្រធានសហគមន៍ព្រៃឈើអូក្រញូងត្រូវបានរាយការណ៍ថាបានបន្តកាប់រៀនដុតបំផ្លាញនិងហុំព័ទ្ធដីលើផ្ទៃដីដែលរដ្ឋបានដកហូតរួចហើយដោយបង្ហាញភាពមិនគោរពច្បាប់បើយោងតាមដីកាលេខ 178/23 ដកចុះថ្ងៃទី4ខែតុលាឆ្នាំ2023ចុះហត្ថលេខាដោយឯកឧត្តមងួនរតនៈអភិបាលខេត្តនិងជាអនុគណៈកម្មាធិការខេត្តកំពង់ធំស្ដីពីការដកហូតយកមកវិញដើម្បីទុកជាសម្បត្តិរដ្ឋនៅព្រៃឈើដែលបានកាន់កាប់ដោយខុសច្បាប់បើយើងពិនិត្យទៅលើដីកាប្រការ3បានសម្រេចសរសេរជាលិលាអក្សរថាចាប់ពីថ្ងៃបិទផ្សាយជាសាធារណៈរយៈពេល15ថ្ងៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តត្រូវអនុវត្តដកហូតដីដើម្បីយកមកដាំព្រៃស្ដារឡើងវិញជាបន្ទាន់មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តត្រូវចាត់វិធានការក្នុងការរក្សាការពារសម្រាប់ធ្វើការចុះបញ្ជីជាសម្បត្តិរដ្ឋវិញដោយត្រូវកំណត់ព្រំដីតាមដីកាដកហូតឲ្យបានច្បាស់លាស់ក្នុងករណីមានបណ្ដឹងតវ៉ានៅលើទីតាំងដកហូតនោះមន្ទីរបរិស្ថានខេត្តត្រូវរាយការណ៍មករដ្ឋបាលខេត្តដើម្បីបង្កើតក្រុមការងារចម្រុះចុះពិនិត្យនិងវិតម្លៃលើទីតាំងជាក់ស្ដែងដើម្បីស្នើសុំការសម្រេចពីឯកឧត្តមអភិបាលខេត្តអ្វីដែលធ្វើឲ្យសាធារណជនហួសចិត្តនោះមានមន្ទីរនិងអង្គភាពពាក់ព័ន្ធមួយចំនួនក្នុងខេត្តបានលើកឡើងថាកន្លែងកើតហេតុនៅតំបន់នោះគឺមិនស្ថិតក្នុងដែនគ្រប់គ្រងរបស់ខ្លួននោះទេប៉ុន្តែបើយើងក្រឡេកទៅមើលប្រការទី4បានសម្រេចថានាយករដ្ឋបាលសាលាខេត្តមន្ទីរបរិស្ថានខេត្តអាជ្ញាធរមូលដ្ឋាននិងអង្គភាពពាក់ព័ន្ធនានាត្រូវអនុវត្តតាមដីកានេះឲ្យមានប្រសិទ្ធភាពចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅជាក់ស្ដែងការមិនមានចំណាត់ការណាមួយរហូតមកដល់ពេលនេះបានបង្កើតសំណួរធំមួយក្នុងសង្គមថាយើងទាំងអស់គ្នាជ្រកក្រោមដំបូលតែមួយហេតុអ្វីមានវាសនាខុសគ្នាតើការអនុវត្តច្បាប់នៅទីនោះមានស្តង់ដារដូចគ្នាដែរឬទេឬយ៉ាងណាឬក៏មានការលើកលែងតែចំពោះបុគ្គលឈ្មោះម៉ៅធាមានតួនាទីជាប្រធានសហគមន៍ព្រៃឈើអូក្រញូងដែលមានអំណាចនិងមានប្រាក់អ្នកសង្កេតការមើលឃើញថាប្រសិនការអនុវត្តច្បាប់នៅតែបន្តយឺតយ៉ាវឬមិនមានប្រសិទ្ធភាពបែបនេះនោះវាមិនត្រឹមតែជាការបំផ្លាញព្រៃឈើប៉ុណ្ណោះទេប៉ុន្តែបញ្ហានៃការគ្រប់គ្រងរបស់មន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តមន្ទីរបរិស្ថានខេត្តនិងអង្គភាពពាក់ព័ន្ធនានារួមជាមួយភាពមិនទទួលខុសត្រូវរបស់អាជ្ញាធរដែនដីផងដែរអាចប៉ះពាល់ដល់ភាពជឿជាក់របស់សាធារណៈយ៉ាងធ្ងន់ធ្ងរក្នុងនាមអ្នកសារព័ត៌មាននិងអង្គការសង្គមស៊ីវិលយើងខ្ញុំសូមអំពាវនាវចំពោះថ្នាក់ដឹកនាំខេត្តនិងស្ថាប័នពាក់ព័ន្ធបើកការស៊ើបអង្កេតឲ្យបានច្បាស់លាស់លើករណីនេះព្រមទាំងបង្ហាញលទ្ធផលជាសាធារណៈបុគ្គលណាក៏ដោយដែលពាក់ព័ន្ធនឹងសកម្មភាពរំលោភយកដីរដ្ឋនិងបំផ្លាញធនធានធម្មជាតិត្រូវតែទទួលខុសត្រូវតាមច្បាប់ដោយគ្មានការលើកលែងបើមិនមានវិធានការដាច់ខាតនិងមិនមានដំណាភភាពទេនោះការបំផ្លាញធនធានព្រៃឈើនឹងបន្តកើតឡើងហើយវានឹងក្លាយជាគំរូអាក្រក់សម្រាប់ការគោរពច្បាប់នៅក្នុងសង្គមជាតិយើង